David ការស៊ើបអង្កេតគ្រឿងញៀនតាមអ៊ីនធឺណិតគ្រឿងញៀនចំនួន12តោនត្រូវបានរឹបអូសថ្នាំទាំងអស់នោះត្រូវបានផ្សព្វផ្សាយនិងលក់តាមអ៊ីនធឺណិតពួកយើងសង្ស័យថាថ្នាំញៀន2តោននៅចរាចរណ៍នឹងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ក្នុងសង្គមហុងកុងទាំងមូលផងដែរតើលោកអាចប្រាប់ខុសបន្ថែមខ្ញុំអត់មានច្បល់នោះទេសោកស្ដាយផងលោកចុងដោយមិននឹកស្មានដល់ថាអ៊ីនធឺណិតវាពិតជាលឿនដល់ថ្នាក់នេះសោះហើយវាសម័យតែយើងត្រូវការវានោះនេះហ្វាំងទើបតែទទួលបានសារសពីវុធមួយបាច់ត្រូវបានបញ្ជូនទៅម៉ាឡេស៊ីសាររបស់ស៊ីហ្វៃខ្ញុំបានឲ្យវាទៅនាងហើយខ្ញុំគិតថានាងគឺជាគ្រួសារមួយខ្ញុំគិតថាលោកក៏ដូចគ្នាផងដែរដរាបណាខ្ញុំឃើញសៅនោះខ្ញុំនឹងព្យាយាមជួយឲ្យអស់ពីសមត្ថភាពខ្ញុំអាចជួយបានខ្ញុំអាចសង្គ្រោះលោកបានខ្ញុំមិនអាចជួយបានទេលោកបានជួយខ្ញុំអរគុណលោកហ្វ្រេឌីផាប់រ៉ូអត់ទេទៅអាកាអេចាប់ទៅ